យើងក៏ចូលទៅកាន់នៅ chapter ថ្មីនៅ chapter នេះដែរគឺមានឈ្មោះថា All Gather in One Place ក៏ដូចជាបានបង្ហាញឲ្យយើងបានឃើញពី Haley ដែលគាត់នឹងគឺកំពុងតែតក់ស្លុតដែរព្រោះថាពេលហ្នឹងគឺគាត់បានឃើញ Sue ហើយអរគ្នាយើងហើយក៏អត់ចាំយូរដូចគ្នាគាត់ក៏បានធ្វើការរត់ទៅរកនាងប៉ុន្តែនៅពេលដែលគាត់ទៅដល់គឺអត់មានឃើញ Sue នៅទីហ្នឹងនោះទេឃើញតែពីរអ្នកបងប្អូនដែលកំពុងតែដេកស្លាប់នៅទីហ្នឹងឯងគាត់ក៏បានគិតដូចគ្នាដែរដែលគាត់នឹងគឺបានគិតថាវាគឺអាចទៅរួចទេដែលថាវានឹងគឺជាការបន្លំឬក៏មិនអញ្ចឹងណាព្រោះថាគាត់គឺបានឃើញច្បាស់ខ្លាំងមែនតើថា Sue គឺនាងបានមកទីនេះដើម្បីជួយពួកគេហើយពេលហ្នឹងដែរយើងក៏បានឃើញនៅពន្លឺដែលចេញពីខ្លួនរបស់ Ken ដូចគ្នាចំពោះ Haley បន្ទាប់ពីគាត់បានឃើញបែបនេះហើយគាត់ក៏ភ្ញាក់ផ្អើលដូចគ្នាផងដែរតែយើងអត់ដឹងទេថាមានរឿងអីកើតឡើងឲ្យពិតប្រាកដព្រោះថាសាច់រឿងពេលនេះក៏បានបង្ហាញឲ្យយើងបានឃើញពី Sue នេះវិញទៅហើយដែលមើលទៅកាន់ខ្លួនរបស់នាងក៏មានអារម្មណ៍ថាវាមានពន្លឺដូចគ្នាតែនាងក៏នៅតែអត់ទាន់ដឹងខ្លួនអញ្ចឹងពេលហ្នឹងយើងក៏បានឃើញណាដានៅចិត្តនាងផងដែរយើងមើលទៅកាន់គាត់គឺគាត់ពិតជាខឹងមែនតើក៏ដូចជាគាត់នឹងក៏បានគិតដែរថាមុននេះបន្តិចនាងបានបាត់ខ្លួនបន្ទាប់មកនាងក៏បានលេចខ្លួនឡើងមកវិញខ្ញុំប្រកាសថាវាគឺជាធម្មពលរបស់នាងដែលខ្លាញ់ខ្លួនទៅជាអត់ហើយតើនាងគឺបានរៀនពីសមត្ថភាពរបស់នាងនៅពេលដែលការចងចាំរបស់នាងត្រឡប់មកវិញមែនហ្នឹងគឺបានជួបនាងដំបូងមើលទៅកាន់នាងមិនទាំងដឹងពីសមត្ថភាពរបស់នាងផងលើពីនេះទៅទៀតនាងគឺបានចែករំលែកធម្មពលរបស់នាងទៅកាន់ពួកគេទាំងអស់នោះស្ទើរតែទាំងអស់ទៅហើយចឹងហើយនាងអាចប្រើប្រាស់នៅធម្មពលរបស់នាងពេញលេញនោះទេចឹងហើយវាអត់គួរឲ្យបារម្ភនោះទេជាយ៉ាងណាក៏ដោយធម្មពលទាំងអស់នឹងត្រូវជារបស់យើងទោះពួកគេធ្វើនេះសិនយើងក៏កាន់មកកាន់ខាងខានរបស់យើងវិញដល់ពេលនេះដែរគឺគាត់បានដឹងខ្លួនមកវិញហើយគាត់ទាំងអស់គ្នានឹងគឺពិតជាសប្បាយចិត្តខ្លាំងមែនតើនៅពេលដែលឃើញគាត់គឺដឹងខ្លួនមកវិញដូច្នេះជានៅពេលដែលគាត់ភ្ញាក់ឡើងគាត់ក៏បានសួរទៅកាន់ពួកម៉ាក់របស់គាត់ថាតើអ្នកនរគ្នានឹងគឺអត់អីណាហើយមិត្តរបស់គាត់នឹងក៏បានប្រាប់តាមនឹងទៅថាពេលហ្នឹងគឺគាត់បានឃើញពលឺមួយគឺនៅជុំវិញខ្លួនប្រាណរបស់ខាននឹងតែម្ដងហើយក៏បានជារបួសរបស់ខានតែម្ដងហ្មងហើយពួកគេទាំងអស់ហ្នឹងគឺគាត់ថាស៊ូហានឹងគឺជាអ្នកជួយពួកយើងខានក៏គាត់បានសួរទៅកាន់ពួកគេផងដែរដែលសួរអំពីតើពីអ្នកបងប្អូនបិសាចជក់ឈាមហ្នឹងមិនដែរពេលហ្នឹង Haley ក៏គាត់បានប្រាប់ទៅថាពីអ្នកបងប្អូនហ្នឹងគឺត្រូវបានស្លាប់បាត់ហើយគឺដោយសារតែវាគឺជាស្នាដៃរបស់ស៊ូហាខានគាត់គ្រាន់តែឮថាស៊ូហាជាអ្នកជួយភ្លាមគាត់ឡើងស្លេស្លាហ្មងដែលគាត់នឹងសួរថាតើស៊ូហាហ្នឹងគឺនៅនឹងមែន Haley ក៏គាត់បានប្រាប់ទៅថាស៊ូហាគឺនាងអត់ត្រូវបានគេចាប់ខ្លួននៅទីនេះទេខានគាត់គ្រាន់តែឮអញ្ចឹងហើយគាត់ឡើងមើលហ្មងដែលគាត់នឹងក៏បាននិយាយទៅថាឯងមកចង់និយាយថាស៊ូហានាងជាអ្នកជួយពួកយើងតែនាងអត់បាននៅទីនេះមែន Haley ហ្នឹងក៏គាត់អត់ប្រកាសដែរថាតើវាមានរឿងអីកើតឡើងពិតប្រាកដស៊ូហានាងគឺបានបង្ហាញខ្លួននៅកន្លែងមួយហើយបន្ទាប់មកនាងក៏បានបាត់ខ្លួនទៅវិញដល់ពួកគេទាំងអស់គ្នាគ្រាន់តែឮអញ្ចឹងហើយគឺថាសើតែអត់ជឿតែម្ដងដែលការដែលស៊ូហាគឺនាងបានបង្ហាញខ្លួនបន្ទាប់មកបានបាត់ខ្លួនទៅវិញHaley ក៏គាត់និយាយវិញទៅថាវាអាចថាគឺជាសមត្ថភាពរបស់នាងវាអាចអត់ដែលថានាងគឺធ្វើការ teleport មក Haley ក៏គាត់បានតបវិញទៅដែលគាត់នឹងគឺបាននិយាយថាវាអាចនឹងអញ្ចឹងដែរប៉ុន្តែគឺអត់ប្រកាសហ្មងទេដោយសារតែនាងគឺអាចមកទីនេះដោយផ្ទាល់ឬក៏ជាក់ស្ដែងបាននោះទេតែនាងគឺអាចខ្លាញ់ខ្លួនរបស់នាងទៅជាអាប់ហើយមកកាន់កន្លែងហ្នឹងសូឡុនគាត់គ្រាន់តែលើបែបហ្នឹងហើយគាត់ក៏បានសម័យទៅកាន់ពេលដែលផ្កាយហ្នឹងការដែលស៊ូហាគឺបានប្រាប់គាត់ថានាងហ្នឹងគឺបានយល់សពថានាងហ្នឹងទៅជួបជាមួយនឹងគ្រីសដែលនាងហ្នឹងគឺអត់ប្រកាសទេថាតើវាគឺជាសម្បត្តិឬក៏អត់ព្រោះថាមានអារម្មណ៍ថានាងគឺដូចជាបានឃើញវាពិតជាក់ស្ដែងអញ្ចឹងនេះក៏គាត់បាននិយាយទៅថាគាត់គិតថានាងគឺត្រឡប់ទៅកាន់កន្លែងដែលនាងធ្លាប់នៅណាចាក់ក៏គាត់បានសួរទៅកាន់ Haley ទៅថាមិនបានគាត់ហ្នឹងគឺគិតអញ្ចឹង Haley ក៏គាត់ប្រាប់វិញទៅដែលគាត់នឹងនិយាយថាវាអាចនឹងពិបាកក្នុងការជឿបន្តិចមែនប៉ុន្តែនៅពេលដែលគាត់នឹងគឺបានកាន់ដាវមួយហ្នឹងការចងចាំពីអតីតកាលរបស់គាត់ទាំងអស់គឺបានត្រឡប់មកវិញក៏ដូចជាគាត់ចងចាំថាគាត់ជាណាគេហើយស៊ូហាគឺជាណាគេក៏ដូចជារឿងដែលបានកើតឡើងនៅពេលអតីតកាលហើយហេតុអីបានជាពួកគេទាំងអស់គ្នាត្រូវបានផ្ញើមកកាន់នៅទីនេះហើយអ្វីដែលគាត់បានចាំបន្តទៀតនោះគឺស៊ូហានាងគឺជាព្រះនាងនៅក្នុងអាណាចក្រមួយពួកគេទាំងអស់គ្នាគឺជាអ្នកការពាររបស់នាងយ៉ាងណាក៏ដោយតាដានឹងគឺបានធ្វើឲ្យអាណាចក្រមួយនឹងនៅក្នុងគ្រោះថ្នាក់ពួកយើងទាំងអស់គ្នាក៏ត្រូវបានផ្ទេរមកកាន់អនាគតហើយសូម្បីតែព្រះនាងក៏ទ្រង់តែបានចាប់កំណត់ជាថ្មីនេះផងដែរខាន់ក៏គាត់បានសួរផងដែរថាតាដានឹងគឺជាមនុស្សម្នាក់ដែលពួកគេប្រយុទ្ធនៅថ្ងៃមុននឹងមែនហើយក៏គាត់បាននិយាយទៅថានឹងហើយនឹងក៏ជាមូលហេតុដែលតាដានឹងគឺបានចាប់ចម្រិតទៅកាន់ស៊ូហាដូចគ្នាហើយយ៉ាងណាក៏ដោយនៅក្នុងការចងចាំរបស់គាត់គឺព្រះនាងក៏ដូចជាស៊ូហានឹងគឺពិតជាមាននៅធម៌ពលខ្លាំងមែនតើដែលអត់មានណាគេគឺធ្លាប់ឃើញនោះទេហើយនៅពេលដែលស៊ូហានាងបានលេចខ្លួនហើយបាត់ខ្លួនទៅវិញនោះប្រហែលជាសមត្ថភាពរបស់នាងពួកគេទាំងអស់គ្នាខលលើចឹងហើយគឺសឹងតែថាស្ទើរអត់ជឿនោះទេដែលពួកគេនឹងក៏គិតដែរថាពួកគេត្រូវតែជឿវាមែននេះក៏គាត់និយាយទៅថាគាត់អត់រំពឹងថាពួកគេ
នឹងជឿទេតែយ៉ាងណាក៏ដោយគឺពួកគេទាំងអស់គ្នាត្រូវតែទៅជួយស៊ូហាអ្វីដែលសំខាន់នៅពេលនេះគឺគេអត់ដឹងទេថាស៊ូហានឹងគឺនៅណាតែបើតាម Haley គាត់ថាស៊ូហាប្រហែលជាត្រូវបានគេចាប់នៅទុកនៅកន្លែង The Blood Archer អន្តរលើបែបនេះភ្លាមសាច់រឿងក៏បានកាត់ឲ្យយើងបានឃើញពីបារម្ភម្នាក់នេះម្ដងដែលយើងនឹងគឺបានឃើញថាក្រុមរបស់ពួកគេឥឡូវហ្នឹងគឺកំពុងតែធ្វើការគំរាមទៅកាន់គាត់ឲ្យប្រាប់ពីទីតាំងដែលស៊ូហានឹងកំពុងតែនៅដែលជា The Blood Archer នឹងឯងគ្នាយើងហ្នឹងក៏បានប្រាប់ទៅថា The Blood Archer ហ្នឹងគឺនៅក្នុង Hyvanol អន្តរលើអញ្ចឹងហើយពួកគេបំរុងថានឹងទៅកាន់ទីក្រុងនឹងភ្លាមហើយតែពេលហ្នឹងដែរ NC ក៏គាត់បានសួរទៅកាន់ប៉ែនឹងមួយទៀតសួរថាតើពួកគេនឹងគឺនៅតែបន្តចាប់ចម្រិត Werewolf នៅទីនេះទៀតមែនក៏ដូចជាឆាប់ឲ្យសោមកកាន់គាត់ភ្លាមពេលនោះយើងក៏បានដឹងហើយថា Camel ជាមួយនឹង Ruslan គឺគាត់នៅទីនេះនឹងឯងតែមើលទៅគាត់ខ្លាចនេះគឺពិតជាសង្ហាខ្លាំងមែនតើហ្មងមិត្តភក្តិរបស់គាត់ទាំងអស់គ្នាគ្រាន់តែឃើញគាត់ហើយគឺថានាំគ្នាហត់ទៅអោបតែម្ដងទៅបើថាមិត្តភក្តិក៏អត់កើតដែរព្រោះថាពួកគាត់ទាំងអស់គ្នាគឺសឹងតែដូចជាគ្រួសារបងប្អូនគ្នាទៅហើយរួចហើយយើងក៏បានចូលទៅកាន់នៅ chapter ថ្មីដែល chapter នេះដែរគឺមានឈ្មោះថា Noise តែបានតែយើងបានឃើញពីពួកគេនៅពេលដែលពួកគេនឹងគឺជួបគ្នាមកទៅកាន់ពួកគេគឺពិតជាស្រឡាញ់គ្នាខ្លាំងមែនតើដូចជាបានសួរសុខគ្នាទៅវិញទៅមកដូចគ្នាម៉ែក៏គាត់បាននិយាយទៅថាពួកគាត់ក៏មានអាការរត់ដូចគ្នាប៉ុន្តែគាត់នៅទីនេះគឺដើម្បីចង់នឹងថាតើណាគេជាអ្នកនៅពីក្រោយខ្នងរឿងនេះឲ្យបានពិតប្រាកដនេះយើងកន្លែងនេះអត់មានគិតថាខ្ជូតខ្លាំងមែនតើដែលមកទៅកាន់ពួកគេគឺស្រឡាញ់គ្នាហ្មងណានឹងដែរ Haley ក៏គាត់បានមកប្រាប់ខានទៅថាពួកគេទាំងអស់គ្នានឹងធ្វើការទៅ The Blood Archer ហើយនេះអត់មានសំហៅថាជាអសនៈហ្មងទៅគ្នាយើងងាយស្រួលយល់ដូចជាគាត់នឹងគឺបានសួរទៅកាន់ក្រុមខានថាខាននឹងគឺទៅកន្លែងនឹងដែរមែនក៏គាត់បានប្រាប់ទៅថាប្រកាសថាគាត់ទៅទីនឹងគឺដើម្បីទៅជួយស៊ូហាផងដែរខនលឺចឹងភ្លាមមិត្តរបស់គាត់ដែលឈ្មោះថា Ruslan នឹងក៏បានសួរទៅថាតើស៊ូហានឹងណាគេចាក់ក៏គាត់បានប្រាប់តាមនឹងទៅថាស៊ូហានឹងគឺជាមិត្តថ្មីរបស់ពួកគេដូចជាពេលនឹងដែរ Haley ក៏គាត់បានសួរទៅកាន់ពួកគេទៅបើសិនជាពួកគេនឹងគឺទៅកាន់អាសនៈដូចគ្នាតើពួកគេនឹងទៅជាមួយនឹងពួកគាត់អត់ពួក NC គាត់ក៏យល់ស្របជាមួយនឹងកំណត់នេះផងដែរប៉ុន្តែបើចំពោះ Camel វិញខនលឺអញ្ចឹងភ្លាមគាត់ឡើងកំរាវហ្មងថាអីគេទៅជាមួយនឹងពួកឯងពួកយើងគឺទៅទីនោះដើម្បីជួយមិត្តរបស់ពួកយើងពីវិស័យជក់ឈាមដូចជាពួកឯងនឹងឯងម៉ែគាត់និយាយអញ្ចឹងដោយសារតែគាត់នឹងគឺអត់តន់ដឹងការប៉ັດអីនោះទេព្រោះថាសាច់រឿងយើងកន្លងមកគឺបានបង្ហាញតែក្រុមខណ្ឌប្រមាណអ្នកនោះទេអរគ្នាយើងណែឯក្រុមរបស់ Haley យើងវិញគឺថាអញគ្នាយើងគឺអញមើលបានអ្នកខ្លះវិញគាត់ឡើងខឹងឯអ្នកខ្លះទៀតគាត់ឡើងខ្សោយហ្មងដូចជា Chino ជាមួយ Haley អីវ៉ាណោ Chino មានឡើងខ្ជឿនហ្មងណាតែ Camel ជាមួយនឹង Ruslan ហ្នឹងគឺគាត់នៅតែកិនអញ្ចឹងថាអ្នកដែលបានចាប់ចម្រិតបងប្អូនក៏ដូចជាមិត្តភក្តិដែលជាពូរបស់គាត់ហ្នឹងគឺជាក្រុមរបស់ Haley ហ្នឹងឯង Haley គឺគាត់យកកន្លែងហ្នឹងប៉ុន្តែបើ Solon យើងវិញគាត់ឡើងខឹងហ្មងតែគាត់ហ្នឹងក៏បាននិយាយទៅថាគាត់ហ្នឹងគឺដោយវិស័យជក់ឈាមតែនោះទេគាត់មកទីនេះគឺដើម្បីសម្រាប់ពួកវាទៅវិញទេហើយ Camel ហ្នឹងគឺគាត់នៅតែនិយាយអញ្ចឹងថាគាត់ហ្នឹងគឺអត់ជឿពួកគេនោះទេមានអីទៀតគ្នាយើងគឺថាពីក្រុមហ្នឹងគឺថានាំគ្នាជ្រុះគ្នាដូចក្មេងហ្មងនិយាយទៅអត់មានពាក្យអីនិយាយក្រៅពីពាក្យថាកាំងឯងមកទៅកាន់ CM របស់យើងឡើងខ្ជូតហ្មងគាត់ហ្នឹងគឺឆ្លោះជាមួយនឹងតាហាមកទៅឡើងដូចក្មេងហ្មងពីអ្នកហ្នឹងជាភាសាហ្នឹងកន្លែងនេះគឺយើងគឺអាចមើលបាននិយាយទៅ admin គេរឿងថាលេងសើចហ្នឹងនិយាយមែន admin គឺថាដាក់ top 1 ឲ្យ CN ហ្នឹងហ្មងពួកគេទាំងពីរក្រុមហ្នឹងគឺទៅដើមគ្នាចេញមុនព្រោះថាអត់ចង់ឲ្យខ្លួនឯងហ្នឹងតាមគេអីអញ្ចឹងណាតែស្រាប់តែពេលដែល CN ជាមួយនឹងតា Hell ហ្នឹងគឺគាត់ចេញបានមកក្រៅគឺមានរឿងមួយដែលគួរភ្ញាក់ផ្អើលមែនតើហើយយើងហ្នឹងគឺបានឃើញថាមាននៅសាកសពច្រើនមែនតើគឺដីស្លាប់នៅខាងមុខផ្លូវដែលពួកគេហ្នឹងបំរុងនឹងចាក់ចែងនឹងឯងហើយការពិតទៅសាកសពទាំងអស់នេះវាគឺជាសាកសពបិសាចជញ្ជក់ឈាមដែលគឺជាប្រជាជនដែលយើងនឹងគឺបានឃើញការពីពេលដែលពួកគេនឹងគឺបានមកដល់ដំបូងមកគ្នាយើងវាមានន័យថាកាលណាបើពីអ្នកបងប្អូនបិសាចជញ្ជក់ឈាមដែលគេទៅតែបានកំចាត់ហើយនឹងគឺស្លាប់កូនចៅរបស់នាងទាំងអស់ដែលនាងនឹងគឺបានខំខ្លាយទៅជាបិសាចជញ្ជក់ឈាមនឹងក៏ត្រូវស្លាប់បាត់ដូចគ្នាបើគិតទៅពិតជាគួរអាណិតប្រជាជនដែលនៅទីនោះខ្លាំងមែនតើអញ្ចឹងមានន័យថាគ្រប់បិសាចជញ្ជក់ឈាមទាំងអស់ហ្នឹងគឺវាសុទ្ធតែមានមេខ្លាំងរបស់វាទាំងអស់មិនថាបិសាចជញ្ជក់ឈាមដែលយើងនឹងគឺបានឃើញពីអ្នកមុនហ្នឹងដូចជាបិសាចជញ្ជក់ឈាមដែលពួកគេនឹងគឺតំតែបានប្រយុទ្ធគ្នាជាមួយនៅក្នុងបាររ៉េលកានឹងដូចគ្នាពេលហ្នឹងខាន់ក៏បានសួរទៅកាន់ក្រុមរបស់ Haley នឹងទៅថាបើអញ្ចឹងហេតុអីបានជាគ្រោះបិសាចជញ្ជក់ឈាមទាំងអស់ហ្នឹងចាំបាច់ត្រូវចាប់ក្រុម Werewolf ទៅធ្វើអីហើយតើពួកគេនឹងមកចង់ធ្វើពិសោធន៍អ្វី Haley ក៏គាត់បានប្រាប់វិញទៅថាដានឹងគឺបានផឹកនៅឈាមរបស់ Walker ដែលជាព្រះនៃចចកប៉ុន្តែដោយសារតែគាត់នឹងគឺមានតែថាពោសាម៉ានឹងគឺតិចតួចពេកដូចជាបានផឹកនៅឈាមរបស់ Walker នឹងបន្តិចដូចគ្នាចឹងហើយធ្វើឲ្យគាត់នឹងខ្លាចទៅជាបិសាចជញ្ជក់ឈាមដែលអត់ពេញលេញនោះទេចឹងវា
គ្នាអាចថាដាដានឹងគឺចាប់ក្រុមវ៉ាវូដល់ពួកគេនឹងគឺទៅដើម្បីផឹកឈាមរបស់ពួកគេពេលនោះដែររ៉ាស្លាន់ក៏គាត់តមកទៅដែលគាត់នឹងគឺនិយាយថាពួកគេប្រហែលជាចង់បាននៅឈាមដែលមានលក្ខណៈពិសេសតែគាត់នឹងគឺបានលួចស្ដាប់ឮពួកគេនិយាយនៅពេលដែលពួកគាត់នឹងគឺត្រូវបានគេចាប់ចម្រិតហើយពួកគេនឹងគឺបាននិយាយថាពួកគេកំពុងតែស្វែងរកនៅវ៉ាវូដែលមាននៅលក្ខណៈពិសេសដែលយើងហៅថាវ៉ាវូពិសេសមួយអញ្ចឹងណាយើងសាកគិតមើលចចកដែលពិសេសឬក៏វ៉ាវូដែលពិសេសហ្នឹងគឺជាណាគេខាងគ្នាយើងដឹងហើយតែព្រោះតែការដែល chapter មុនហ្នឹងគឺយើងបានឃើញហើយថាអ៊ំចាំអ្នកហ្នឹងគឺគាត់បានចង្អុលទៅកាន់ខណ្ឌរបស់យើងថាគាត់ហ្នឹងគឺជាចចកមួយដែលមានលក្ខណៈពិសេសអញ្ចឹងគ្នាយើងកាន់មកខាងស្អីយើងរបស់យើងវិញពេលហ្នឹងខាងក៏គាត់បានគិតដែរដែលគាត់នឹងគិតថាអញ្ចឹងតើបានបិសាចជួយឈាមទាំងអស់ហ្នឹងគឺចាប់គ្នារបស់គាត់ទៅដាក់រើសអីទាំងអស់ហ្មងគឺចាប់ទៅទាំងអស់តែម្ដងកាត់ពួកគេទុកធំនឹងវិញយើងក៏កាត់ចូលមកកាន់ខាងដាដាណែនេះវិញដែលមើលទៅគាត់នឹងកំពុងតែការនៅសភៅមួយហើយមើលទៅគាត់ដូចជាខឹងខ្លាំងមែនតើហើយគាត់នឹងក៏បានប្រកែងសភៅនឹងចោលហើយក៏បាននិយាយថានឹងមែនគឺជារបៀបដែលត្រូវទទួលបានថាមពលហ្នឹងដងទៀតហើយវាគឺដោយសារតែខ្សែស្រឡាយនឹងទៀតហើយពេលហ្នឹងយើងក៏បានឃើញមើលគាត់នឹងគឺបាននិយាយថាតើដាដានឹងគឺនៅតែគិតមែនថាការដែលទទួលបានថាមពលហ្នឹងគឺវាដោយសារតែខ្សែស្រឡាយដោយសារតែគ្រួសារវាគឺដោយសារតែការខំប្រឹងទៅវិញនោះទេគ្រួសាររាជវង្សដែលទទួលបានថាមពលមួយនោះគឺមិនមែនដោយសារតែពួកគេហ្នឹងគឺជាខ្សែរាជវង្សនោះទេគឺវាដោយសារតែការខំប្រឹងរបស់ពួកគេក៏ដូចជាសមត្ថភាពក្នុងការគ្រប់គ្រងនៅធម្មពលមួយនោះមិនមែនការដែលធ្វើបាបអ្នកដទៃនឹងយកគុណសម្បត្តិពីរឿងមួយនោះដូចជាឯងហ្នឹងគឺបានធ្វើនោះទេដានគាត់ខំតែលឺអញ្ចឹងភ្លាមគាត់ឡើងខឹងហ្មងក៏ដូចជាបាននិយាយថាត្រូវហើយវាទំតែបានការឡើងលើខ្ញុំតារួចហើយគាត់ក៏បានធ្វើការទៅច្បាច់ករបស់មើកតែម្ដងក៏ដូចជាបាននិយាយថាព្រោះតែមើកនឹងគឺជាគ្រួសាររបស់ព្រះនាងនឹងឯងយើងតោះពួកគេធម្មនេះសិនឥឡូវនឹងស្អីជើងក៏បានកាត់ឲ្យយើងបានឃើញពីក្រុមរបស់ Haley ក៏ដូចជា Canada វិញហើយវាមើលទៅដូចជាចម្លើយខ្លាំងមែនតើដោយសារតែនៅតែមានប្រជាជនមួយចំនួនគឺនៅតែមានជីវិតនៅក្នុងទីក្រុងដដែលហើយមើលទៅប្រជាជនទាំងអស់ហ្នឹងមើលទៅដូចជាធម្មតាមែនតើតែទោះបីជាយ៉ាងណាក៏ដោយពួកគេក៏ត្រូវតែមានការប្រុងប្រយ័ត្នដូចគ្នាតែមានអីគ្នាយើងគ្រាន់តែក្រុមរបស់ Haley របស់យើងគឺគាត់ដើរផុតភ្លាមគឺយើងអាចឃើញហ្មងថាមនុស្សប្រជាជនទាំងអស់ហ្នឹងគឺសុទ្ធតែជាបេសាជញ្ជក់ឈាមទាំងអស់តែម្ដងចំណែកខាងខំរបស់ខានយើងហ្នឹងក៏ដូចគ្នាពេលហ្នឹងខាមេក៏ថាគាត់ចង់តែវាយបេសាជញ្ជក់ឈាមហ្នឹងឲ្យផ្អើលតាតែខានហ្នឹងក៏គាត់និយាយទៅថាកុំខ្ជិះខ្ជាយថាមពលចោលអីតែយើងបាច់មើលទេនៅពីក្រោយខ្នងរបស់គាត់ដល់គ្នាយើងដោយពេលហ្នឹងដែរបេសាជហ្នឹងក៏បានធ្វើការវិបហាមកកាន់ខានយើងតែម្ដងតែចិត្តសំណាងអីគឺខាមេរបស់យើងហ្នឹងគឺគាត់ចូលទៅជួយតវល់តែសួរសុខទុក្ខទៅកាន់ខានណាពេលហ្នឹងក៏មានបេសាជញ្ជក់ឈាមទៀតហ្នឹងគឺធ្វើការវិបហាមកកាន់ខាមេរបស់យើងតែម្ដងតែចិត្តសំណាងអីគឺបានជីណូបែតមីននឹងក៏ដូចជាក្រុមរបស់ពួកគាត់ទាំងអស់គ្នាមកជួយតាន់ហើយយើងបាញ់មើលទៅគ្នាយើងគឺថាមានបេសាជញ្ជក់ឈាមច្រើនខ្លាំងមែនតែម្ដងយើងក៏ចូលទៅកាន់តែ chapter ថ្មីមួយទៀតដែល chapter នេះដែរគឺមានឈ្មោះថា A Common Enemy ដែលបានបង្ហាញឲ្យយើងបានឃើញពី Solon ក៏ដូចជាក្រុមរបស់ Haley នឹងគឺគាត់កំពុងតែបានជួយក្រុមរបស់ Khan នឹងពីការវិបហារបស់បេសាជញ្ជក់ឈាមទាំងអស់ហ្នឹងពួក Camel គាត់ពិតជាអត់យល់ខ្លាំងមែនតែម្ដងហេតុអីបានជាពួកគេនឹងគឺជួយគាត់ស្រាប់តែពេលហ្នឹងដែរក៏មានបេសាជញ្ជក់ឈាមមួយបំរុងនឹងធ្វើការវិបហាមកកាន់គាត់ដែរតែពេលហ្នឹងក៏បាន Ruslan ហ្នឹងគាត់ជួយតាន់ដូចជាពេលនោះចាអាហ្នឹងក៏គាត់បានចូលមកជួយពួកគេដូចគ្នាចាអាហ្នឹងក៏គាត់និយាយរឿងខ្មោចដែរដែលគាត់ហ្នឹងគឺបាននិយាយថាកំណើរំខានឲ្យពួកគេហ្នឹងគឺរត់ទៅណែយ៉ាខាមកវិញហើយឃើញលុយអញ្ចឹងហើយគាត់ឡើងខឹងហ្មងដោយគាត់ហ្នឹងក៏និយាយទៅថាគាត់ហ្នឹងគឺអត់បានសុំឲ្យពួកគេហ្នឹងមកជួយគាត់ទេតែនិយាយមិនតនឹងចប់ផងស្រាប់តែមានបេសាជញ្ជក់ឈាមច្រើនមែនតើធ្វើការវិបហាមកកាន់គាត់ប៉ុន្តែគឺគុំបានស៊ីអន់របស់យើងហ្នឹងគឺធ្វើការយកដៃរបស់គាត់ហ្នឹងទៅរងតាន់ខាម៉ែលគាត់ឃើញអញ្ចឹងគាត់ឡើងគាំងតែម្ដងពេលហ្នឹងស៊ីអន់ក៏គាត់និយាយទៅដោយគាត់ហ្នឹងគឺបាននិយាយថាគាត់ហ្នឹងគឺអាចឲ្យបេសាជញ្ជក់ឈាមទាំងអស់ហ្នឹងគឺខំពួកគេបានទេនិយាយទៅគឺអាចខំពួកគាត់បានដែលសារតែពួកគាត់ហ្នឹងក៏បេសាជញ្ជក់ឈាមអញ្ចឹងវាអត់មានបញ្ហាអីអញ្ចឹងគ្នាយើងតែចំពោះខាម៉ែរបស់យើងគឺគាត់នៅតែខ្មើអញ្ចឹងដែលគាត់ហ្នឹងគឺបាននិយាយថាវាគឺដោយសារតែពួកឯងហ្នឹងគឺជាបេសាជញ្ជក់ឈាមដែរហ្នឹងឯងហ្នឹងគឺគាត់មិនគិតថាពួកយើងហ្នឹងនឹងឲ្យបេសាជញ្ជក់ឈាមទាំងអស់ហ្នឹងគឺខំយើងគាត់ក៏បន្ថែមមកពាក្យចង់ក្រោយថាខ្វល់តែពីរឿងខ្លួនឯងហើយគាត់ក៏បានហៅ Ruslan ហ្នឹងគឺទៅអស់មកយើងគាត់រៀងមើលដែរដល់អញ្ចឹងអីគេឡើងខំជួយឯហ្នឹងការប្រយុទ្ធគឺនៅតែបន្តអញ្ចឹងប៉ុន្តែមើលទៅកាន់ពួកគេគឺពិតជាអស់ខ្យល់ខ្លាំងមែនតើហើយពេលហ្នឹងខាន់ក៏គាត់បាននិយាយទៅតែគាត់ហ្នឹងគឺបាននិយាយថាអាហ្នឹងគឺវាអត់បញ្ចប់នោះទេបើពួកគេនៅបន្តវាយទៀតគឺដឹងតែអត់ប្រយោជន៍ហើយហើយដែលពួកគេគួរធ្វើគឺគួរតែរកផ្លូវចាក់ចេញពីទីក្រុងមួយនេះបានលឿនវិញល្អជាងនិយាយមិនតាន់ចាប់ស្រួលបោផងស្រាប់តែបេសាជញ្ជក់ឈាមទាំងអស់ហ្នឹងក៏បានធ្វើការម
មករកពួកគេខ្លាំងហ្មងតែជាសំណាងអីគឺបាន Haley របស់យើងនឹងគឺមកជួយពួកគេតាន់តែគាត់នឹងគឺបានប្រើដាវរបស់គាត់នឹងគឺកាប់ពួកគេឡើងគ្រាបតែម្ដងដូចជាគាត់នឹងគឺបានប្រាប់ NC ជាមួយនឹង Ken ថាឲ្យមកតាមគាត់មកចាំគាត់បើកផ្លូវឲ្យយើងមើលទៅកាន់ Ken គឺគាត់ក៏ទុកចិត្តជាមួយនឹង Haley ដូចគ្នាក៏បានប្រាប់គ្នាគាត់ទាំងអស់ហ្នឹងគឺឲ្យមកតាមផ្លូវនឹងមកហើយពួកគេនឹងក៏បានធ្វើការរត់នៅតាមក្រោយ Haley ដែលមាន Haley នឹងគឺជាអ្នកបើកមុខតែគាត់នឹងគឺបានប្រើដាវរបស់គាត់សម្រាប់មួយបើកផ្លូវមួយឲ្យពួកគេនឹងគឺចាក់ចេញឲ្យពួកគេទាំងអស់គ្នានឹងគឺដើរតាមគាត់មកទាំងអស់គ្នាមកបើពួកគេទាំងអស់នឹងក៏បានធ្វើការរត់ទៅតាមគាត់ទាំងអស់គ្នាប៉ុន្តែពេលហ្នឹងតែនៅអារបស់យើងក៏គាត់បានងាកទៅក្រោយឃើញថា Ruslan នឹងគឺគាត់ហុំព័ទ្ធដោយបិសាចជក់ឈាមតែម្ដងដែលគាត់នឹងគឺអាចរត់មកតាមពួកគេបាននោះទេឃើញចឹងភ្លាមនៅអារបស់យើងនឹងក៏គាត់បានធ្វើការប្រើប្រាស់នៅធម្មពលរបស់គាត់នឹងគឺដើម្បីទៅជួយ Ruslan តែម្ដងធ្វើឲ្យបិសាចជក់ឈាមទាំងអស់នឹងគឺខ្ទាតចេញពីគ្នាហើយទុកផ្លូវមួយសម្រាប់ឲ្យ Ruslan នឹងគឺគាត់បានអាចរត់មកបានហើយគ្នាយើងគឺ admin ច្រឡំនោះទេការពិតទៅគាត់គឺជា Camel មិន Ruslan តែគ្នាយើងសក់ក៏ស្តៀងគ្នាហើយពេលដែល Camel នឹងគឺគាត់ប្រើប្រាស់នៅធម្មពលរបស់គាត់នឹងគឺគាត់បដូរពណ៌ផ្នែកទៀតចឹងហើយធ្វើ admin នឹងគឺច្រឡំតែម្ដងអញ្ចឹង admin sorry កន្លែងហ្នឹងផងណាគ្នាយើងកាត់ចុះមកកាន់សាច់រឿងរបស់យើងវិញពេលហ្នឹងដែរនៅអាក៏គាត់បានប្រាប់ទៅកាន់ Camel ទៅថាឲ្យរត់ទៅរវល់តែប្រាប់ទៅកាន់ Camel ពេលហ្នឹងដែរក៏មាននៅបិសាចជក់ឈាមហ្នឹងគឺបំរុងនឹងធ្វើការវិបហាទៅកាន់គាត់តែម្ដងជាសំណាងអីពេលហ្នឹងគឺបាន Ruslan ហ្នឹងគឺគាត់មកជួយតាន់ក៏ដូចជាបានធ្វើការវិបហាទៅកាន់បិសាចជក់ឈាមមួយហ្នឹងទៅពេលហ្នឹងដែរយើងក៏បានឃើញថាចាស់កាក៏គាត់បានធ្វើការដឹកដៃរបស់ Camel ទៅរត់តែម្ដងដែលយើងមកទៅកាន់ Camel គឺគាត់រៀងគៀងដែរហ្នឹងដល់អញ្ចឹងតែគាត់ក៏បានប្រកាច់អីច្រើនដែរក៏បានទៅជាមួយនឹងគ្នានឹងឯងចំណែក Ruslan ជាមួយនឹង Noah វិញក៏ដូចគ្នាដែរគឺនៅតែអីទៀតមានតែរត់តែគ្នានឹងឯងតែគឺដូចតែយើងនឹងគឺបានឃើញអញ្ចឹងបិសាចជក់ឈាមទាំងអស់ហ្នឹងគឺនៅតែបន្តដេញតាមពួកគេអញ្ចឹងដូចជាអានឹងគឺគាត់ឡើងមើលហ្មងបើតាម admin គាត់ទៅប្រហែលគាត់ពុំគាត់ថាអញ្ចេះបើយកតាមនោះតាមស្រាប់តែពេលនឹងភ្លាមយើងបានឃើញថាមានពលឺមួយនឹងគឺចាំងមករកគាត់តែម្ដងបើតាមយើងឃើញជាពលឺភ្លើងឡាននៃគ្នាយើងហើយគ្នាយើងគឺអត់មានអីផ្សេងទៀតទេក្រៅពីឡាននឹងឯងអត់មានអត់ដឹងថានឹងគេហៅឡានអីឥឡូវយើងហៅថាឡានក្រុងហ្មងអញ្ចឹងហើយយើងនឹងគឺបានឃើញថាឡាននឹងដែរគឺបុកវិស័យជក់ឈាមនឹងឡើងរៀបតែម្ដងហើយគ្នាយើងនឹងគឺចង់ដឹងថាណាគេអ្នកបើកឡាននឹងចាគឺនឹងហើយគឺអត់មានណាគេឆ្ងាយទេក្រៅពីប៉ែស៊ីអនរបស់យើងនឹងឯងនិយាយតាមត្រង់មកណានិយាយទៅប៉ែនឹងគេអត់មានឲ្យ top 1តែម្ដងមើលទៅមើលឡើងគឺជូតអីដែលធ្វើអត់មានគាំងខ្លាំងជាងនឹងទៅទៀតនឹងគឺថាគេមកគេមិនមកធម្មតាទេគេនិយាយថាចាចេញពីផ្លូវរបស់គាត់តាចេញនឹងតៃលាវហើយអីដែលធ្វើ admin នឹងគឺកាន់តែគាំងជាងនឹងទៅទៀតនឹងគឺថា Gino admin នឹងក៏អត់ចាញ់ ស៊ីអនបានដែរដែលគាត់នឹងនៅឆ្លៀតសួរស៊ីអនទៀតថាស៊ីអននឹងគឺមានបានបើកបរអត់ admin គាំងខ្លាំងមែនតើស៊ីអនមកយើងនឹងក៏អត់ចាញ់ដែរដែលគាត់នឹងគឺតបមកវិញថាម៉េចគ្នាយើងអត់ចង់និយាយថាគឺក្នុងស្ថានភាពស្លាប់លុះប៉ុណ្ណាក៏ដោយក៏ប៉ែនឹងគឺនៅតែកំ ប្លែងបានដែរនិយាយតែមានគាំងខ្លាំងហ្មងបន្ទាប់ពីពេលហ្នឹងមកយើងឃើញថាស៊ីអនរបស់យើងហ្នឹងក៏គាត់បានធ្វើការចុះពីឡានមួយហ្នឹងហើយដោយគ្រាន់តែចុះផុតពីឡានហ្នឹងភ្លាមស៊ីអនរបស់យើងហ្នឹងក៏គាត់បានធ្វើការប្រាប់ទៅកាន់ជីណូក៏ដូចជាចាអាឲ្យជីណូរបស់យើងហ្នឹងគឺធ្វើការបង្កើតនៅភ្លើងរបស់គាត់ក៏ដូចជាឲ្យចាអាហ្នឹងគឺប្រើប្រាស់នៅធម្មពលក៏ដូចជាកម្លាំងរបស់គាត់ហ្នឹងដូចនៅធម្មពលមួយហ្នឹងទៅកាន់ឡានមួយហ្នឹងដោយតែយើងហ្នឹងគឺបានឃើញអញ្ចឹងគ្រាន់តែធម្មពលមួយហ្នឹងគឺវាបានធ្វើការទៅដល់ឡានមួយហ្នឹងហើយគឺវាបង្កឲ្យមាននៅការផ្ទុះខ្លាំងមែនតែម្ដងប៉ុណ្ណឹងហើយគឺពួកគេឡើងបារម្ភទៀតហើយថាមានបិសាចជញ្ជក់ឈាមហ្នឹងគឺនៅតាមពួកគេពេលហ្នឹងចាអានក៏គាត់បានសួរទៅកាន់គ្រប់គ្នាទៅថាមានអាគេហ្នឹងគឺរបួសអីអត់អូខេឬក៏អត់សូឡុនក៏គាត់បានតបវិញទៅថាអត់អីទេប៉ុន្តែយើងអាចមើលឃើញបានថាមាននៅផ្ទាំងមួយគឺបំរុងនឹងធ្លាក់សង្កត់មកកាន់គាត់ហើយបើតាមយើងមើលទៅបើថាចង់រត់ក៏រត់អត់ទាន់ដែរផ្ទាំងមួយហ្នឹងស្ទើរតែធ្លាក់សង្កត់មកកាន់សូឡុនរបស់យើងហើយស្រាប់តែពេលហ្នឹងដែរខាមែលក៏គាត់បានធ្វើការយកខ្លួនគាត់មកពាំងរងជំនួសសូឡុនតែម្ដងដោយយើងនឹងគឺអត់ដឹងទេថាតើនឹងមានរឿងអីកើតឡើងចំពោះខាមែលដែរឬអត់ព្រោះថាពេលនេះដែរគឺ chapter របស់យើងក៏បានចប់ធំនឹងដូចគ្នា admin គឺមានតែប្រហែល chapter នឹងទេគឺសម្រាប់ប្រហែលថ្ងៃហ្នឹងតែមួយគឺដូចតែគ្នាយើងនឹងគឺបានឃើញអញ្ចឹង admin ក៏បានផ្លាស់ប្ដូរនៅរបៀបដែល admin សម្រាយដូចគ្នា admin ចង់មានន័យថាការដែល admin edit រូបហ្នឹងអញ្ចឹងគ្នាយើងដោយសារតែការ edit របស់ admin កាលមុនហ្នឹងគឺវាអត់ត្រូវគោលការណ៍របស់ YouTube នោះទេអញ្ចឹងហើយ admin ត្រូវការផ្លាស់ប្ដូរវាសង្ឃឹមថាគ្នាយើងនឹងយល់បងឡើយគឺ admin ចង់ដាក់រូបពេញឲ្យគ្នាយើងមើលដែរប៉ុន្តែវាអត់កើតនោះទេ
និយាយទៅ admin ចង់ដាក់ដោយសារតែគ្នាយើងភាគច្រើនគឺគាត់ចង់ឃើញនៅរូបរបស់ idol របស់គាត់ក្នុងទម្រង់ជាបែបថាម៉ាំងវ៉ាអីអញ្ចឹងណាតែ admin គឺដាក់អត់បានទៀតនោះទេគ្នាយើងសង្ឃឹមថាគ្នាយើងនឹងយកកន្លែងហ្នឹងផងណាក៏ដូចជា admin គឺអត់តបាននិយាយពាក្យថា happy new year ទៅកាន់អ្នកនរគ្នាដូចគ្នាសង្ឃឹមថាឆ្នាំថ្មីនឹងនាំមកកាន់គ្នាយើងទាំងអស់គ្នាក៏ដូចជា admin ដូចគ្នានៅរឿងល្អៗជាច្រើននៅក្នុងជីវិតរបស់យើងហើយ admin ក៏មានតែប៉ុណ្្នឹងដូចគ្នាចឹងយើងជួបគ្នានៅវីដេអូក្រោយមួយទៀតបាយបាយ